តារានិងផលគឺជាបុគ្គលិកផ្នែក IT ប្រចាំស្ថានីយ៍ទូរទស្សន៍ CTN យោងតាមក្រុមហ៊ុន EasyCom ចំណេះដឹងនិងជំនាញផ្នែក IT របស់អ្នកទាំងពីរអាចជួយឲ្យពួកគេមានស្ថានភាពល្អប្រសើរនៅពេលអនាគតហើយទាំងអស់នេះគឺដោយសារផែនការមេវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានវិទ្យាឆ្នាំ2015របស់អាស៊ានដែលត្រូវបានប្រកាសឲ្យដឹងកាលពីឆ្នាំទៅមិញនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីផែនការមេនេះផ្ដោតសំខាន់ទៅលើការអភិវឌ្ឍនិងជំរុញវិស័យហេដ្ឋារចនាសម្ព័ន្ធនិងធនធាន IT នៅទូទាំងតំបន់អាស៊ានផែនការនេះក៏ពាក់ព័ន្ធផងដែរជាមួយនឹងការបង្កើតច្រករបៀងបណ្ដាញអ៊ីនធឺណិតឥតប្រើខ្សែនៅទូទាំងអាស៊ានអាស៊ានមានផែនការបច្ចេកវិទ្យាព័ត៌មានធំៗសម្រាប់ប្រមាណឆ្នាំខាងមុខរហូតដល់ឆ្នាំ2015ហើយកម្ពុជាស្ថិតនៅចំបេះដូងរបស់អាស៊ាននិងតំបន់ឥណ្ឌូចិនដូច្នេះខ្ញុំជឿជាក់ថាកម្ពុជានឹងក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មានមួយដ៏សំខាន់ក្រុមហ៊ុន EasyCom ដែលមានខ្សែកាបអុបទិកគ្របដណ្ដប់ 99% នៃប្រទេសកម្ពុជារួចស្រេចហើយនោះថ្មីៗនេះបានទិញយកក្រុមហ៊ុនខ្សែកាប Telcotech ហើយការទិញនេះបានអនុញ្ញាតឲ្យក្រុមហ៊ុនពង្រីកតំបន់សេវាអ៊ីនធឺណិតរបស់ខ្លួនកាន់តែធំទូលាយថែមទៀតនៅទាំងក្នុងប្រទេសនិងក្រៅប្រទេសយោងតាមលោក Blanche Hogan ក្រុមហ៊ុន EasyCom នៅកម្ពុជាបានតភ្ជាប់ខ្សែកាបអុបទិកជាមួយប្រទេសថៃវៀតណាមនិងឡាវដែលនៅជិតខាងខ្លួនរួចស្រេចទៅហើយក្រុមហ៊ុន EasyCom ក៏បានតភ្ជាប់ជាមួយក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោកតាមរយៈច្រកបណ្ដាញអ៊ីនធឺណិតអាស៊ីអាមេរិករួចស្រេចផងដែរយោងតាមលោក Blanche Hogan ជាមួយនឹងការតភ្ជាប់បណ្ដាញអន្តរជាតិទាំងនេះប្រជាជនជាច្រើនអាចទទួលបានផលប្រយោជន៍មិនមែនត្រឹមតែអ្នកដែលមានវិជ្ជាជីវៈផ្នែកបច្ចេកវិទ្យានិងព័ត៌មានវិទ្យាប៉ុណ្ណោះនោះទេហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាល្អប្រសើរទាំងនេះនឹងបង្កើនការងារនិងឱកាសសម្រាប់ក្រុមហ៊ុនដែលមករកស៊ីនៅកម្ពុជាសូម្បីតែតារានិងផលដែលជាបុគ្គលិក CTN ដែលមានតួនាទីសំខាន់ក្នុងការមើលថែទាំបណ្ដាញកុំព្យូទ័រនិងម៉ាស៊ីនកុំព្យូទ័រនៅក្នុងស្ថានីយ៍ទូរទស្សន៍ឲ្យដំណើរការល្អនេះក្តីនៅពេលអនាគតដ៏ខ្លីខាងមុខទាំងរូបពួកគេក៏ដូចជាប្រទេសកម្ពុជាអាចដើរតួនាទីកាន់តែធំជាងនេះថែមទៀតក្នុងការជួយសមាគមអាស៊ានឲ្យក្លាយជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌល IT ដ៏ទំនើបបំផុតនៅលើពិភពលោក